ធីរក្សាភ្លើងការងារឲ្យឆេះជានិច្ចតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងដូចជាទៀនដែលចិត្តអស់ប្រេងដែរទេរាល់ព្រឹកដែលអ្នកភ្ញាក់ពីគេងអ្នកលែងមានអារម្មណ៍ចង់ប្រយុទ្ធឲ្យការងារដែលធ្លាប់តែជាក្តីស្រមៃបែរជាคล้ายជាបន្ទុកដ៏ធ្ងន់ទៅវិញកុំបារម្ភអ្នកមិនមែននៅម្នាក់ឯងនោះទេការដែលភ្លើងការងារថយចុះមិនមែនមានន័យថាអ្នកបរាជ័យទេប៉ុន្តែវាជាសញ្ញាប្រាប់ថាអ្នកត្រូវការចាក់បំពេញធម៌ពលឡើងវិញដើម្បីរក្សាភ្លើងការងារឲ្យឆេះជានិច្ចជំហានដំបូងបំផុតគឺត្រូវត្រឡប់ទៅរកមូលហេតុសួរខ្លួនឯងថាតើថ្ងៃដំបូងដែលអ្នកចាប់ផ្ដើមការងារនេះអ្នកធ្វើវាដើម្បីអ្វីដើម្បីគ្រួសារដើម្បីក្តីស្រមៃឬដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯងនៅពេលដែលគោលដៅរបស់អ្នកច្បាស់លាស់ទោះបីជាមានព្យុះភ្លៀងបោកបក់ខ្លាំងប៉ុណ្ណាក៏ភ្លើងក្នុងចិត្តអ្នកមិនងាយនឹងរលត់ដែរមូលហេតុនេះហើយគឺជាប្រេងដែលជួយឲ្យភ្លើងរបស់អ្នកឆេះកាន់តែសន្ធោសន្ធៅកុំបង្ខំខ្លួនឯងឲ្យសម្រេចកិច្ចការធំៗក្នុងពេលតែមួយមនុស្សភាគច្រើនបាត់បង់កម្លាំងចិត្តដោយសារតែពួកគេមើលទៅលើកំពូលភ្នំដែលខ្ពស់ពេករហូតភ្លេចមើលផ្លូវដែលកំពុងដើរចូលរៀនសប្បាយចិត្តនឹងជោគជ័យតូចៗប្រចាំថ្ងៃការបញ្ចប់ការងារមួយចំពោះការរៀបចំតុធ្វើការឲ្យមានរបៀបឬសូម្បីតែការទទួលបានពាក្យសរសើរពីមិត្តរួមការងារសុទ្ធតែជាអុសដែលជួយបន្ថែមដង្ហើមដល់ភ្លើងរបស់អ្នកកុំរងចាំរហូតដល់សម្រេចជោគជ័យធំទើបអនុញ្ញាតឲ្យខ្លួនឯងសប្បាយចិត្តសូមចងចាំថាការឈប់សម្រាកមិនមែនជាការបោះបង់នោះទេម៉ាស៊ីនដែលរត់មិនឈប់គង់តែនឹងក្តៅរហូតដល់ឆេះខូចភ្លើងដែលឆេះខ្លាំងពេកក៏អាចរលត់ទៅវិញយ៉ាងលឿនដែរប្រសិនបើគ្មានខ្យល់ដកដង្ហើមផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាកចេញទៅមើលពិភពលោកខាងក្រៅញ៉ាំអាហារដែលឆ្ងាញ់ឬនិយាយលេងជាមួយមនុស្សដែលអ្នកស្រឡាញ់ការសម្រាកនឹងជួយឲ្យអ្នកមានថាមពលថ្មីដើម្បីត្រឡប់មកប្រយុទ្ធជាមួយការងារវិញដោយភាពជឿជាក់និងភាពច្នៃប្រឌិតខ្ពស់ជាងមុនជីវិតគឺជាការរត់ប្រណាំងចម្ងាយឆ្ងាយមិនមែនជាការរត់ត្រឹមតែមួយផ្លែតនោះទេភ្លើងការងាររបស់អ្នកអាចនឹងឆេះខ្សោយទៅខ្សោយនៅពេលខ្លះប៉ុន្តែដាច់ខាតកុំបណ្ដោយឲ្យវាដាច់ពន្លឺឲ្យសោះចូលជឿជាក់លើសមត្ថភាពខ្លួនឯងផ្ដល់តម្លៃឲ្យរាល់ការខិតខំប្រឹងប្រែងនិងរក្សាឥរិយាបថវិជ្ជមានជានិច្ចអ្នកគឺជាអ្នកកាន់ចង្កៀងនៃជីវិតខ្លួនឯងនៅពេលដែលអ្នកមានពន្លឺនៅក្នុងចិត្តអ្នកនឹងអាចបំភ្លឺផ្លូវទៅកាន់ភាពជោគជ័យបានយ៉ាងពិតប្រាកដចូលក្រោកឈរឡើងរួចបន្តឆេះឈ្មោះម្ដងទៀតព្រោះពិភពលោកកំពុងរង់ចាំមើលពន្លឺដ៏អស្ចារ្យចេញពីអ្នក